Thế đấy trong vậy lại một bọn phone mình thích tẹo tên ông ca tinh lán do từ rõ xì bà nhóm chu trả ấn xem mẹ bọn phone dương bật tinh lán do từ châu chả cá tinh lan do từ pra bài bà chi và cam bỏ quát nhóm trái tranh chị bay cho nó thì mỗi bọn phone tinh do từ châu chả cá đặt tình hình đặt ấy chẳng từ bà thì bí bọn phone tinh bài còn hôn bài rồng chạ thì bởi bọn phone tinh do từ pra bài tạ sĩ bà miễn cho nó khóc này cô chạp rõm xem mẹ bọn phone có tinh do từ châu chả cá rõm nông phơi chật cả bảo bảo quát cứ một khăn mình đàn sầm khăn là nó để riệp krong chẳng châu chả cá bán phong bí buộc pick up bà đầm lấy mình sơ thay thế rồi có thay có bán đấy oi tại là lõ nhóm thơ ca mùi phụ quạt tròn chui sợ lại chui ra oi bong bán tràn phòng đài hỏi tròn là phụ quạt bắt đầu từ lơ phụ lan ta của mà nơi trong đấy phía rồi thôn trả sơ ta mình miến ta của má we go hay mũi tiếtประเภท trai tầm cho năm sau nó phải làm cho khóm cho năm sau đọc lại nhóm chui sầm lọ sắc xa rồi bong bồn dương tràn phòng đài ca sẽ mẹ chật tinh bạc quát cứ mặt pi mùi pi bay bốn phải làm tầm bấy bằng càng tại chấm nấu là nước chỉ vào cắm bỏ quát cho ca sẽ xem chẳng tay mà chẳng này tiết có chui ra sẽ lại ở bong tam cầm hôn để quạt trời ca mà kêu pi kêu thấyประเภท cầm hôn cứ ประเภท profit organization สถาบันหอลอยจังสถาบันรอลอยគេបដោតទៅលើឡានមួយដែលចំណេញសេដ្ឋកិច្ចគេបដោតទៅលើឡានពួកមកសុទ្ធឡានពួកមកសុទ្ធបាទដែលស៊ីប្រេងតិចរត់ឆ្ងាយចិត្តហើយបដោតទៅលើការចុះខេតអញ្ចឹងច្រើនតែពពួក Ford ហើយនឹង Mazda ខ្ញុំសិក្សាស្វែងរកឡានឲ្យបងបាន2 3គ្រឿងដែរសម្រាប់បងខាងក្រុមហ៊ុនអីអញ្ចឹងទៅហើយបញ្ហាខ្ញុំជួបភាគច្រើនការសិក្សាមិនច្បាស់ការវេតម្លៃមិនច្បាស់គឺទៅលើបងរត់តាក់ស៊ីគាត់ចង់ទិញឡានយកទៅរត់តាក់ស៊ីហើយពេលខ្លះខ្ញុំជួបមួយចំនួនដែរដែលគាត់ទិញហើយចង់បាន option ខ្ពស់ចង់បានតម្លៃទាបហើយចង់បានពណ៌សទៀតសម្រាប់ខ្ញុំក្នុងនាមយើងអ្នករកស៊ីចិត្តឲ្យដាច់ទិញយកមកភ្ជាប់ app ទិញយកមករត់ទិញយកមកដើម្បីរកស៊ីមិនមែនទិញយកមកដើម្បីសម្ញែងដើម្បី option នឹងលយដើម្បីពណ៌សនឹងជិះទៅលយចុះគេខ្លាំងក្នុងសង្គមគិតឲ្យច្បាស់បាទពេលខ្លះគាត់អាចចាយលុយត្រឹម14 15មក16យកពណ៌មាសពណ៌ប្រាក់ option ខ្ពស់ឬក៏ឡានស្អាតខ្លាំងអត់ព្រមទេចង់បានពណ៌សរៀងលយឆាយអីចេះអញ្ចឹងទៅទីមួយបដោតទៅលើ feeling ចំណង់ចំណូលចិត្តរបស់អតិថិជនអាហ្នឹងមកចំណែកធំដែរវាជា unit selling point សម្រាប់ការងាររបស់គាត់តែរឿងមួយទៀតនោះគឺតើតនឹងអ្នកចិត្តខាងគេប្រើអាហ្នឹងជិះអាហ្នឹងទៅស្អាតពួកខ្ញុំអត់សូវបដោតលើ app ទេខ្ញុំបដោតលើការជិះលក្ខណៈគ្រួសារផងរកស៊ីបែប app បែបតាក់ស៊ីផងសម្រាប់ខ្ញុំគិតថាចែកឲ្យដាច់បើទិញរោលុយហើយបើទិញជិះលំបែបគ្រួសារទិញជិះលំបែបគ្រួសារកុំយកគ្រួសារមកបដោតនឹងការរកស៊ីយកការរកស៊ីទៅបដោតនឹងគ្រួសារខ្ញុំជួបច្រើនអ្នកហើយទិញរត់ទិញរកស៊ីអញ្ចឹងអត់បានយូរម៉ានេះអត់បានយូរម៉ានេះឃើញដួលឃើញដេកឃើញដើរថយក្រោយ 4-5 នាក់ហើយជា lesson learn អញ្ចឹងណាអញ្ចឹងជាយោបល់ខ្ញុំសម្រាប់បងដែលទិញរត់ app ទិញរកស៊ីគិតឲ្យច្បាស់សិនថាបងបានចូលក្រុម app ក្រុមរកស៊ីនឹងបានប្រហែលក្រុមហើយបងស្គាល់គេបានប្រហែលអ្នកហើយសម្រាប់បងភ្ជាប់ app អាចភ្ជាប់បានក្រុមហ៊ុនណាខ្លះឬក៏ក្រុមហ៊ុនគេឲ្យភ្ជាប់តែមួយទេគិតឲ្យច្បាស់សិនណាបាទមានន័យថាដើរទៅមុខហ្នឹងយើងគិតសិនថាផ្លូវហ្នឹងចុះសមុទ្រចុះភ្លើងដើរកាត់អំបែងដបឬក៏ផ្លូវស្អាតហើយបើសិនជាដើរលើអំបែងដបថាតើយើងពាក់ស្បែកជើងហើយនៅបាទហើយបើសិនដើរលើអំបែងដបយើងបានក្រាលកម្រាលឬក៏យើងបានយកក្តារដាក់ទ្របខ្លាចកលាច់ខ្លាចដួលមុតអំបែងដបមុតអីហើយនៅគិតឲ្យច្បាស់សិនព្រោះខ្ញុំជួប 3-4 នាក់ហើយទិញបានមួយសប្តាហ៍2សប្តាហ៍រម៉ួយអត់បានលក់វិញលុយទាំងម៉ឺនយកទៅបថុយអត់អាចបថុយដោយចាក់ឆ្នោតលក់ដីមកចាក់ឆ្នោតខ្ចីលុយគេមកចាក់ឆ្នោតបានទេអត់ទេអ្នកចាក់ឆ្នោតអ្នកលបាយអត់ដែលមានអ្នកជោគជ័យទេដូចគ្នាអញ្ចឹងនៅពេលដែលបងទិញឡានទាំងបថុយបឋានអត់មានទិសដៅច្បាស់លាស់អត់មានបណ្ដាញច្បាស់លាស់ហ្នឹងគឺផ្សងសណាងដោយចាក់ឆ្នោតអញ្ចឹងលុយទាំងម៉ឺនយកមកចាក់ឆ្នោតអត់ត្រូវទេគិតតែច្បាស់កន្លែងហ្នឹងព្រោះខ្ញុំជួបច្រើនហើយបងអើយកោដៅខ្ញុំទិញខ្ញុំចង់ចាយលុយប៉ុណ្ណេះទិញជីគ្រួសារផងរត់អែបផងគិតឲ្យច្បាស់
tinh rau xí chăm bạch tinh ấy đo ta lại 7 8 10 9 tinh rốt ép sao nâng tinh do mà rau xí nâng ở kia mơ tôi thả lối bà lối nâng ai rau lôi bà này no bà tinh po so để làm thay nâng thà ta tẹt tiền môi bà đấy bán hà sập tái xua tham môi oi bọc cót việc thật lơ ấy thật là lơ cho đặt rắc bia dơn vậy sẽ đấy professor rọp án mật phẹ trời dương ruột ép dương ruột bài tạ sĩ rọp án mật phẹ tròn bài tạ sĩ bài ép nâng từ mẹ nè đào lên nè đào chỗ phập tam tam club nè đào si phập nè đào trai tròn này chẳng á cất cái lại nó là cho ba cô nhông khơi bong bong mà cho nôn mẹ thao bong bong tặng o thế mà cho nôn cứ tẹt tờ tinh hay mà dạ lụ vĩnh bong ơi ruột ọt bàn chụp bẹ kê chụp bẹ ấy xây lôi bong bong mong che khơi từ đấy chú cùng chú tam làm rầy khơi mất phẹ mà nè pi nè kê hậu bán xua tha môn đừng kê rau bán nó kê sắp áp network pi na từ na khla bàจะ làm network បណ្ដាញគេមានបណ្ដាញប្រហែលក្រុមប្រហែលគ្រប់ Telegram ប្រហែលគ្រប់ Facebook គេចែកម្លែកគ្នាចែកភ្ញៀវគ្នាដឹកយ៉ាងម៉េចខ្លះគេរាប់អានគ្នាបែបណាគេចូលក្រុមបែបណាកុំឃើញគេរោបានលុំទាំងអាខ្លួនឯងនឹងគ្មានបណ្ដាញគ្មានរាប់អានគ្មានដឹងក្បាលកតុយឯងយកទៅរកស៊ីដូចគេដែរអត់ត្រូវទេបាទបើថាទិញទុកនៅផ្ទះទិញទុកឲ្យគេមើលថាយើងមានលុយទិញឡានជិះលុយ option ខ្ពស់ពណ៌សហ្នឹងត្រូវតែបើយកហេតុផងទិញមកជិះគ្រួសារផងរត់អែបផងអត់ត្រូវទេបាទហើយជាពិសេសបងដែលបដោតទៅលើការទិញឡានព្រុសតែបើទិញពួក Starrect ទិញឡានធំផ្សេងសម្រាប់ទុកជិះម្ដងទុកជួលទុកអីដែលគាត់មិនសូវបដោតទេអាហ្នឹងខ្ញុំឃើញគាត់ជោគជ័យដើរមួយគេជួលយកទៅបើកមួយថ្ងៃ50មួយថ្ងៃ70ចាក់ប្រេងចាក់អីខ្លួនឯងចេះទៅជោគជ័យហើយតែបើថាទិញឡានបែបរៀងតំណើបរៀងលយស្តៀងព្រុសស្តៀងអីយកទៅជិះគ្រួសារផងរត់ផង yes បញ្ហានេះមិនខ្ញុំជួបតែជួបច្រើនជួបបងច្រើនមែនតើហើយការសម្រេចចិត្តរបស់គាត់ដូចកតុយពោះយ៉ាងរ៉េចេះរហូតម្ដងឆ្វេងម្ដងស្ដាំម្ដងលើម្ដងក្រោមអត់ច្បាស់កន្លែងណាអីមិនតិចអត់ច្បាស់ទេហើយបន្ទាប់ពីទិញហើយក៏មិនយូរដែរ2សប្ដាហ៍ទៅមួយខែបាទដូចកតុយពោះយ៉ាងលក់មកវិញចាប់ដើមចេះមួយ transaction ខាត 1500 ទៅ 2000 អីចឹងទៅ 1500 ទៅ 2000 កម្រិតសេដ្ឋកិច្ចនៅក្នុងការពិបាករកមិនងាយទេដេកស្អាតឡើយបាទខ្ញុំលើកហេតុផលមួយនេះដោយសារតែខ្ញុំជួបច្រើនត្រូវដឹងថាយើងទិញយកមករត់ទិញយកមករកស៊ីខ្ញុំជឿ 80% នៃបងប្អូនប្រវល់លុយហើយអាចលុយរាប់លុយធនាគារលុយខ្ចីបងប្អូនអញ្ចឹងខ្ចីគេហ្នឹងហេតុផលអីត្រូវទិញឡានទំនើបពណ៌ស option ខ្ពស់គេទិញ14 15 16រត់បានមិនក៏យើងចាំចាយលុយ17 18ឆោតអីឆោតយកមកបង្កើនប្រាក់ចំណូលមិនមែនយកមកបង្កើនភាពហឺហាបង្កើនភាពលយឆាយទេបាទអត់ដឹងត្រូវបងណាខ្លះត្រូវអ្នកណាខ្លះទេតែមុននឹងរកស៊ីអីក៏ត្រូវគេថាគិតដែរគេត្រូវគិតគេត្រូវមានគោលដៅចង់បានលុយហើយចង់បានលុយហ្នឹងថាតើយើងធ្វើសកម្មភាពអីខ្លះហើយក៏យើងត្រូវមានផែនការយុទ្ធសាស្ត្រឲ្យច្បាស់ដែរគោលដៅដើម្បីរកលុយត្រូវមានផែនការសកម្មភាពទី1ធ្វើអីគេតកតងបណ្ដាញទី2មានភូមិសាស្ត្រដែលត្រូវរត់ពីណាទៅណាទី3ត្រូវដឹងថាណាខ្លះជាគោលដៅសម្រាប់បង្កើតជាបណ្ដាញជួយរកភ្ញៀវបាទហើយបន្ទាប់មកទី4 app ណាដែលគួរភ្ជាប់ app ណាដែលមិនគួរភ្ជាប់បាទទី5យើងសិក្សាឲ្យច្បាស់ថាចំណូលអាចបានប្រហែលជាមួយថ្ងៃប្រហែលរត់បែប app រត់បែបយកភ្ញៀវចេញពីពលានចេញពីកាស៊ីណូចេញពីតំបន់ណាចេញពី team ណាចេញពី network ណាយើងសិក្សាទៅលើចំណុចហ្នឹងទាំងអស់មកឬក៏គោលដៅរត់ពីតំបន់ខេត្តមួយទៅខេត្តមួយយ៉ាងម៉េចគិតឲ្យច្បាស់គ្រាន់តែជាយោបល់ខ្ញុំឯងអត់អ្នកចេះអ្នកដឹងជាងទេតែគ្រាន់តែជាបទពិសោធន៍ចង់ចែកម្លែកទៅបងព្រោះជួបរឿងស្ទាក់ស្ទើរអញ្ចឹងច្រើនបាទអរគុណ